ស្វាគមន៍មកកាន់ជាមួយនឹងវីដេអូ podcast នៅក្នុងកម្មវិធីជ្រុងមួយនៃសង្គមជួបខ្ញុំម្ដងទៀតហើយជាមួយនឹងពូឆាលីដែលគេស្គាល់ថាជាប្រុសស្អាតនៅ SK ហ្នឹងអូខេនៅក្នុងសប្តាហ៍នេះគឺមិនខុសពីសប្តាហ៍មុនទេដែលយើងនឹងបន្តភាគទី2ដែលយើងនឹងធ្វើការលើកយកជាមួយនឹងមតិយោបល់ឬក៏ចម្ងល់ផ្សេងៗពីប្រិមិត្តដែលគាត់បានទស្សនាវីដេអូរបស់យើងដែលគាត់បានចូលរួមក្នុងការបញ្ចេញមតិនៅខាងក្រោម comment ណាហើយនៅក្នុងសប្តាហ៍នេះក៏យើងនឹងមានការចូលរួមពីវិក្កាមរបស់យើងដែលជាស្ថាបនិករបស់ SK Group ឬក៏បងប្អូនស្គាល់ថា Admin SK តាមបងឥឡូវនេះក៏មកខាពេលលេយូទៅជួបគាត់ទាំងអស់ជំរាបសួរបងបាទជួបបងសប្តាហ៍នេះទៀតហើយមែនដែរបងសុខសប្បាយអត់សុខទុក្ខធម្មតាទេបងធម្មតាតែបើថាបើយើងសប្បាយមកគឺសប្បាយមូលហេតុដោយសារអីនៅពេលដែលបានមកចូលរួមនៅក្នុងកម្មវិធីនេះបានបងអញ្ជើញមកមានអារម្មណ៍ថានឹងទទួលបានអីដែលថ្មីហើយព្រោះថាគ្រប់ពេលដែលបងអញ្ជើញមកគឺតែងតែមានអីថ្មីជាការបង្ហាញនៅបទពិសោធន៍ចំណេះដឹងបន្ថែមទៀតជាពិសេសគឺតាក់ទងជាមួយនឹងវិស័យអូតូម៉ូទីវតែម្ដងបាទអូខេតោះឥឡូវកុំឲ្យខាតពេលវេលាយូរខ្ញុំសូមឲ្យបងធ្វើការណែនាំខ្លួនជូនទៅដល់ប្រិយមិត្តរបស់យើងដើម្បីឲ្យបងបាទឲ្យគាត់ស្គាល់បងកាន់តែច្បាស់បន្ថែមទៀតមកអូខេបាទជំរាបសួរប្រិយមិត្តកម្មវិធីបាទ podcast ជ្រុងមួយនៃសង្គមបាទនៅក្នុងសប្តាហ៍នេះមែនតើខ្ញុំពិតជាសប្បាយចិត្តដោយសារអីខ្ញុំធ្វើ podcast ថ្ងៃនេះហើយខ្ញុំនឹងរៀងរវល់ហើយអញ្ចឹងបានជួបបងជាលើកតែថាជាលើកទីម្ដងទៀតអូខេជិះដូចបងប្អូនបានស្គាល់ខ្ញុំស្រាប់ហើយខ្ញុំឈ្មោះតាវុឌ្ឍដែលបងប្អូនស្គាល់ថាជា admin SK ហើយថ្ងៃនេះគឺចូលមកបំភ្លឺទៀតហើយជាមួយនឹងចម្ងល់ពាក់ព័ន្ធជាមួយវិស័យ automotive អញ្ចឹងបងប្អូនដែលមានចម្ងល់ឬមួយក៏សំណួរពាក់ព័ន្ធជាមួយនឹងដំណើរការផ្សេងជាមួយនឹងរថយន្តឬមួយក៏វិស័យ automotive ហ្នឹងបងប្អូនអាចធ្វើការ comment នៅក្នុងបានអូខេអរគុណច្រើនបងអញ្ចឹងគេថាសម្រាប់សប្តាហ៍មុននេះគឺយើងបានលើកយកជាមួយនឹងចម្ងល់របស់ប្រិយមិត្តរបស់យើងចំនួន3យកមកដើម្បីឲ្យបងធ្វើការបកស្រាយអញ្ចឹងនៅក្នុងសប្តាហ៍នេះគឺយើងនឹងបន្តលើកយកជាមួយនឹងចម្ងល់នៅបន្ថែមទៀតព្រោះធម្មតារឿងចម្ងល់នេះនៅពេលដែលគាត់ចាប់អារម្មណ៍ជាមួយនឹងរឿងហ្នឹងហើយច្បាស់ណាស់គឺតែតែមានអ្នកខ្លះគាត់មិនដឹងថាគាត់ត្រូវទៅសួរនៅកន្លែងណាអ្នកណាដែលអាចបកស្រាយជាមួយនឹងចម្ងល់របស់គាត់បានអញ្ចឹងនៅពេលដែលគាត់ឃើញថាកម្មវិធីនេះគឺអាចស្រាយបំភ្លឺនៅចម្ងល់របស់គាត់បានគឺគាត់តាមដានសឹងថាជារៀងរាល់សប្តាហ៍តែម្ដងបាទអូខេតោះឥឡូវកុំឲ្យខាតពេលវេលាយូរខ្ញុំសូមធ្វើការលើកយកជាមួយនឹងចម្ងល់ពីប្រិយមិត្តរបស់យើងដែលគាត់សួរថាតើការកម្មង់ឡានពីប្រទេសកូរ៉េមកហ្នឹងគឺយើងអាចធ្វើដោយខ្លួនឯងបានឬក៏អត់ដោយមិនចាំបាច់ឆ្លងកាត់ក្រុមហ៊ុនសូមជឿអូខេសំណួរនេះល្អមែនតើទៅបងប្អូនដែលសួរសំណួរនេះគាត់ប្រកាសជាគិតថាខ្លួនឯងមានក្រុមហ៊ុននៅខ្មែរហើយបាទតើអាចប្រើកន្សែងនេះក្រុមហ៊ុននៅខ្មែរហ្នឹងកម្មង់ direct ផ្ទាល់ពីម្ចាស់ឡានឬក៏ហៅថា dealer ពីកូរ៉េបានអត់ណាបាទប្រហែលជាវត្ថុម្ដងគាត់បែបហ្នឹងមែនតើទៅចម្លើយឲ្យត្រឹមទៅតែម្ដងគឺអាចបានទេទោះបីជាយើងមានក្រុមហ៊ុននៅខ្មែរទោះបីជាយើងមានកន្សែងនេះនៅខ្មែរហើយក៏ដោយដោយសារតែការ process បាទនាំចូលឡានពីប្រទេសកូរ៉េមកកាន់ប្រទេសកម្ពុជាឆ្លងកាត់រវាងក្រុមហ៊ុនភាគីកនិងក្រុមហ៊ុនភាគីខបាទអញ្ចឹងមានន័យថាខ្ញុំភាគីកខ្ញុំមាន license នៅប្រទេសកូរ៉េដែលគេហៅថាបានបញ្ជាក់អាជីវកម្មនាំចេញរថយន្តបាទដែលភាសាកូរ៉េគេហៅថាសារអុកចាបាទអញ្ចឹងហើយសម្រាប់អ្នកដែលមានសារអុកចាហ្នឹងគឺគាត់អាចមានសិទ្ធិនាំចេញបានហើយប្រភេទបានអាជីវកម្មហ្នឹងទៀតសោតនៅកូរ៉េបែងចែកចេញជាពីរនៅរ៉ូស៊ីនៅក្នុងស្រុកមួយសម្រាប់នាំចេញនេះមួយអញ្ចឹងទោះបីយើងមានសម្រាប់រ៉ូស៊ីនៅក្នុងស្រុកហើយក៏យើងអាចនាំចេញបានដែរបាទអញ្ចឹងបានខ្ញុំនិយាយថាចម្លើយគឺมันអាចដាច់ខាតបាទទោះបីជាបងប្អូនចង់កំងដោយខ្លួនឯងមានក្រុមហ៊ុន clear ដោយខ្លួនឯងក៏ត្រូវតែឆ្លងកាត់ក្រុមហ៊ុនមួយនៅក្នុងប្រទេសកូរ៉េដើម្បីរៀបចំសំណុំបែបបទឯកសារទទួលឯកសារដែលជាក្រុមហ៊ុនគេហៅថា supplier អ្នកផ្គត់យកទៅប្រទេសកម្ពុជាបាទអញ្ចឹងសរុបមកវិញគឺអត់អាចនាំចូលមកដល់ខ្លួនឯងត្រូវតែឆ្លងកាត់ក្រុមហ៊ុនណាមួយដែលជាក្រុមហ៊ុនតំណាងម្ចាស់អីវ៉ាន់ហ្នឹងបាទតែដាក់ទៅប្រទេសទី2ហ្នឹងបាទអរគុណច្រើនបងឃើញថាសម្រាប់ការបកស្រាយរបស់បងទៅលើចម្ងល់របស់ប្រិយមិត្តរបស់យើងនៅពេលដែលគាត់ចង់កម្មង់ឡានខ្លួនឯងបាទពីកូរ៉េមកដែលមិនចាំបាច់ឆ្លងកាត់ក្រុមហ៊ុនច្បាស់ណាស់វាមិនអាចទៅរួចទេបាទដូចគាត់បានបញ្ជាក់ហ្នឹងវាឆ្លងកាត់ជាមួយនឹង process ច្រើនមែនទែនបាទមិនមែនយើងសាមញ្ញយើងចង់ទៅយកបានយើងមានក្រុមហ៊ុនយើងចង់ទៅយកបានយើងមានលុយហើយយើងចង់ទៅយកបានគឺមិនអាចទេព្រោះយើងនិយាយអំពីប្រព័ន្ធការងាររបស់គេនៅខាងកូរ៉េគឺគេឆ្លងពីដំណាក់កាលទៅដំណាក់កាលមួយដោយតែបងបាននិយាយមិញហ្នឹងណា
បានបតង់រស៊ីបើថារក្នុងស្រុកគឺដឹងក្នុងស្រុកអត់អាចរទៅលុកនៅខាងក្រៅបានទេបាទអ្នកដែលគាត់យកពីខាងក្រៅក៏មិនអាចលុកនៅខាងក្នុងដែរគឺចែកគ្នាដាច់តម្លៃតែម្ដងអញ្ចឹងវាថាវាមានដំណាក់កាលរបស់វាមានផ្នែករបស់វាដែលយើងមិនអាចទៅរំលងផ្នែកណាមួយបានទេមែនទេបងបាទអូខេអរគុណច្រើនហើយបន្តមកទៀតយើងនឹងមានជាមួយនឹងបាទចម្ងល់មួយទៀតបាទពីប្រិមិត្តដូចគ្នាដែលគាត់ចោទសួរថាតើបាទការកំងឡានពីប្រទេសកូរ៉េមកហ្នឹងវាមានហានិភ័យដែរឬទេអូខេសំណួរល្អពាក់ព័ន្ធជាមួយនឹងសំណួរនេះបើយើងនិយាយឲ្យរួមទៅណាមិនថាការកំងឡានពីប្រទេសកូរ៉េបាទមិនថាការកំងឡានពីសហភាពអឺរ៉ុបឬមួយក៏អាមេរិកឬមួយក៏ជប៉ុននេះសុទ្ធតែមានហានិភ័យទាំងអស់បាទនៅប្រហែលសប្តាហ៍មុនឬក៏ប្រហែលខែមុនបងប្អូនប្រហែលជាជួបហើយអារឿងវេលុយឲ្យគេជាដំណាក់កាលទី1ដំណាក់កាលទី2ដំណាក់កាលទី3ស្រាប់តែដល់ដំណាក់កាលចុងក្រោយថាវេតែប្រហែលទៀតទេប្រហែល 1500 ទៀតទេបានឡានទេចុងបញ្ចប់អស់ទាំងអស់ហើយឡានក៏មិនបានបងតរឿងហ្នឹងរឿងហ្នឹងវាកើតឡើងលើយើងវាមានអារម្មណ៍ថាវាពិតជាឈឺចាប់មិនខាតបង់ពេលវេលាខាតបង់លុយកាក់ហើយខាតបង់ទំនុកចិត្តទៀតហ្នឹងហ្មងហ្នឹងខំខ្លួនឯងទៀតគាត់ថាខ្លួនឯងប៉ុណ្ណឹងដែរហើយបានតែចាញ់បោកគេបាទអញ្ចឹងមិនថាកំងឡានពីណាក៏ដោយសិតតែមានហានិភ័យក៏ប៉ុន្តែបើសួរថាបើមិនចង់ឲ្យមានហានិភ័យត្រូវមានមូលដ្ឋានគ្រឹះក្នុងការពិចារណាហើយនឹងមានរបៀបគិត3ជំរើសធំបាទទី1បងប្អូនត្រូវរកបាទក្រុមហ៊ុនណាដែលមានទីតាំងច្បាស់លាស់ត្រឹមត្រូវបាទទាំងនៅខ្មែរទាំងនៅប្រទេសកូរ៉េបាទដូច្នេះនៅពេលដែលមានទីតាំងច្បាស់លាស់ត្រឹមត្រូវយើងអាចជឿទុកចិត្តថាគេពិតជារកស៊ីពិតប្រាកដហើយបាទអានេះទី1ទី2ទោះបីជាមានទីតាំងត្រឹមត្រូវក៏ដោយក៏ត្រូវការបាទសិក្សាពី background របស់ក្រុមហ៊ុនហ្នឹងដែរបាទមានន័យថាប្រសិនបើក្រុមហ៊ុនហ្នឹងធ្លាប់មានប្រវត្តិរកស៊ីបោកប្រាស់ឬមួយក៏ខូចអ្នកកំងគេអត់ទុកឲ្យយើងឲ្យរកស៊ីឬមួយក៏ចរាចរណ៍ហ្នឹងថាបងត្រូវគាត់គ្រប់គ្រងប៉ុន្តែជាអកុសលក្រុមហ៊ុនមួយចំនួនគាត់អត់បានតាំងចិត្តថាគាត់បោកយើងទេក៏ប៉ុន្តែកលតិស័កបខំមិនអាហ្នឹងវាចូលដល់វីដេអូទីលើកមុនរបស់យើងណាពាក់ព័ន្ធជាមួយនឹងបងប្អូនខ្មែរយើងបាទដែលចាញ់បោកជនជាតិកូរ៉េដែលអ្នករ៉ូស៊ីឡានលក់ឡានខ្យល់ឲ្យបាទឧទាហរណ៍ពូឆាលីអីមានលុយ$120,000បាទកំងរថយន្ត Alphard 024តម្លៃ$120,000បាទតម្លាក់លុយឲ្យគេផុងតម្លៃក្រុមទីផ្សារតែលុយឲ្យគេផុងទាំងអស់$120,000ស្រាប់តែក្រុមហ៊ុនដែលពូឆាលីឯងសម្រាប់ចិត្តកំងជាមួយហ្នឹងតកក់ចំអាតកែដែលបោកប្រាស់ហ្នឹងបាទតកក់អស់$10,000ស្រាប់តែអស់$10,000ហើយអត់បានឡានតាក់តងទៅចាំពេលនឹកតាក់តងទៅចាំពេលនឹកបាទតែប៉ះគាត់អត់មានចិត្តក្នុងការបោកទេគាត់អត់មានចេតនាក្នុងការបោកទេក៏ប៉ុន្តែដោយសារតែបោកនោះវាតគ្នាគាត់ចាញ់បោកគេដែរក៏គេពជាពេលគាត់មកពជាពេលបងឯងបាទគេពជាពេលគាត់ទៅពជាពេលអតិថិជនបាទខ្ញុំជួបខេសមួយហ្នឹងគឺកាលពីឆ្នាំ2021-22គាត់ថាគាត់ចាញ់បោកគេហ្នឹងរយៈពេល7ខែគាត់ដឹងថាខ្លួនឯងចាញ់បោកគេអូបាទដោយសារតែការពជាពេលពី1ខែទៅ1ខែពី1ខែទៅ1ខែរហូតដល់អស់ជំរឿសប្លុកគាត់ចោលបណ្ដោយបាទអានេះវាពិតជាមានពិតប្រាកដមែនបាទដូច្នេះហើយការសិក្សាអំពីមូលដ្ឋានគ្រឹះក្នុងការពិចារណាទៅលើកំងរថយន្តពីប្រទេសកូរ៉េហ្នឹងហៅកន្លែងដែលមានទីតាំងច្បាស់លាស់ត្រឹមត្រូវអាចទុកចិត្តបាន background រកស៊ីល្អបាទមានអាជ្ញាប័ណ្ណអាជីវកម្មបាទអាជ្ញាប័ណ្ណអាជីវកម្មពាក់ព័ន្ធជាមួយនឹងនៅខាងប្រទេសកូរ៉េគឺមានក្រុមហ៊ុនច្បាស់លាស់ត្រឹមត្រូវក្នុងការទទួលបាទមិនមែនចេះតែទទួលលុយពីពូឆាលីឯងហើយទៅពឹងម្នាក់នេះដើម្បីឲ្យកក់ឲ្យដើម្បីឲ្យកំងឲ្យដើម្បីឲ្យដឹកឲ្យហើយសួរថាមានសុវត្ថិភាពអត់បាទគាត់មិនមែនធ្វើការងារខ្លួនឯងគាត់ទៅពឹងមនុស្សទី2មនុស្សទី2ចុះបើមនុស្សទី2ទៅពឹងមនុស្សទី3ទៀតមនុស្សទី3ទៅពឹងមនុស្សទី4ទៀតបាទតើត្រូវឆ្លងកាត់ប្រមាណដំណាក់កាលហើយប្រមាណចំណាយក្នុង processing មួយហ្នឹងបាទដូច្នេះហើយរឿងទាំងអស់នេះបងប្អូនត្រូវពិចារណាឲ្យល្អៗនៅពេលដែលបងប្អូនមានមូលដ្ឋានគ្រឹះក្នុងការពិចារណា3ចំណុចធំៗហ្នឹងហើយកំងរថយន្តមានហានិភ័យមិនងាយទេបាទអត់មានហានិភ័យឲ្យតែមាន3ចំណុចធំៗហ្នឹងហើយព្រោះអ្នករ៉ូស៊ីពិតប្រាកដ
គេអត់ចំណាយពេលឬមួយក៏គេអត់ចាយអា credit ដែលគេកសាងរាប់ឆ្នាំមកវាពាក់ព័ន្ធជាមួយការសិក្សាអំពី background របស់ក្រុមហ៊ុនខ្ញុំនិយាយមិនអញ្ចឹងថាក្រុមហ៊ុនហ្នឹងដំណើរការបានប្រហែលឆ្នាំហើយបាទ5ឆ្នាំ6ឆ្នាំ7ឆ្នាំមិនមែនចេះថាជិត10ឆ្នាំហើយទៅមាត់ដល់ពេល check background ទៅទាំងរស់ស៊ីបាន1ឆ្នាំ2ឆ្នាំបាទហើយអាប្រវត្តិស្អុយឈ្មោះជាមួយអតិថិជនលក់ឡានមិនល្អអតិថិជនអីផ្សេងទៀតកាលណាតែយើងអត់ check យើងអត់ដឹងដល់ពេលយើងជួបខ្លួនឯងមិនដឹងថារឿងនោះវាឈឺចាប់បាទអញ្ចឹងសួរសំណួរហ្នឹងគឺអ្វីដែលខ្ញុំបកស្រាយចង់ឲ្យបងប្អូនទាំងគ្នាហានិភ័យគឺមានតែប្រសិនបើយើងចេះជ្រើសរើសយកមធ្យោបាយក៏ដូចជាមូលដ្ឋានគ្រឹះក្នុងការពិចារណាបាទហានិភ័យគឺវាទាបបំផុតបាទមានតែវាទាបស្ទើរតែបាទ 0.01% អូខេបាទ0.01%អា 0.01% នោះត្រាតែសង្គ្រាមមាលាយប្រទេសបានហានិភ័យបាត់នឹងបាត់ពិភពលោកតែម្ដងបាទអូខេអរគុណច្រើនបងគេថាសម្រាប់ការឆ្លើយតបទាក់ទងជាមួយនឹងចម្ងល់របស់ប្រិមិត្តរបស់យើងនៅក្នុងសំណួរទាំងពីរនេះឃើញថាបងបានបញ្ចេញនៅការឆ្លើយតបយ៉ាងក្បោះក្បាយតែម្ដងបាទកន្លែងនេះបើពីខ្ញុំមានការបន្ថែមបន្តិចព្រោះថាប្រជាជនខ្មែររបស់យើងមួយចំនួននៅពេលដែលគាត់មានតម្រូវការគាត់ចង់បានរថយន្តមួយប្រើប្រាស់គឺគាត់ព្យាយាមនៅក្នុងការឆែគាត់មិនសូវជាផ្ដោតទៅលើគុណតម្លៃទេបាទផ្ដោតទៅលើតម្លៃច្រើនជាងបាទហើយនៅពេលដែលយើងផ្ដោតទៅលើតម្លៃច្រើនជាងច្បាស់ណាស់នៅពេលដែលគាត់ទទួលបានមកប្រកាសជាភាគរយច្រើនណាស់ដែលវាអាចនឹងខាត់បងហ្នឹងបាទប៉ុន្តែនៅពេលដែលយើងមិនសូវផ្ដោតទៅលើតម្លៃយើងផ្ដោតលើគុណតម្លៃច្រើនជាងបាទបូកផ្សំជាមួយនឹងមូលដ្ឋានគ្រឹះនៅក្នុងការពិចារណាបាទយើង check ពី background ក្រុមហ៊ុនរកកន្លែងមួយដែលយើងទុកចិត្តបានច្បាស់ណាស់បងប្អូននេះគាត់ចាយលើទៅគឺនឹងបានឡានមកដែលល្អដោយចិត្តហើយមិនមានការបោកប្រាស់ទេបាទត្រង់ចំណុចនេះខ្ញុំសូមបើកវងកញ្ចក់តិចបាទចំណាំមើលណាបងប្អូនដែលលោភលន់ឬមួយហៅថាឆោតតែញអ្វីមួយចង់បានថោកប្លែកខុសពីធម្មតានឹងបងនឹងលើโลกនេះវាអត់មានរឿងអីដែលល្អអត់ខ្ចោះបំផុតនោះទេមានន័យថាតម្លៃវានឹងបាទស៊ីគ្នាជាមួយនឹងគុណភាពវាអត់ស៊ីគ្នាជាមួយនឹងសេចក្តីត្រូវការរបស់យើងទេបាទឧទាហរណ៍ខ្ញុំទិញ Mercedes មួយតម្លៃទីផ្សាររបស់គេ 60000 ចាប់តែខ្ញុំចង់បានតែ 10000 វាស៊ីគ្នាអត់វាអត់ស៊ីគ្នាទេចុះប្រសិនបើមានមនុស្សម្នាក់លក់ឡានហ្នឹង$10000ឲ្យខ្ញុំបាញ់រូបឲ្យខ្ញុំកក់5000បាទដល់ពេលដែលខ្ញុំកក់ទៅហើយខ្ញុំគិតថាអូធូរមែនចាំតែកក់ទៅផុងអត់បានគិតថាហេតុអីបានធូរវាមានមូលហេតុរបស់វាបាទគ្រប់យ៉ាងវាសិតតែមានហេតុផលហើយនឹងមូលហេតុរបស់វាច្បាស់លាស់ចង់ឲ្យទឹកពុះបានឬតែដុតកម្ដៅរហូតដល់100អង្សាទៅធ្វើឲ្យទឹកពុះបាទអញ្ចឹងហើយខ្ញុំជូនបងប្អូនមូលដ្ឋានគ្រឹះក្នុងការពិចារណាប៉ុណ្ណេះដើម្បីបញ្ជាការទិញរថយន្តក៏ដូចជាកម្មង់រថយន្តពីប្រទេសកូរ៉េឬមួយក៏ប្រទេសផ្សេងជួបហានិភ័យបោកប្រាស់ឬមួយក៏ scam ក៏ឲ្យបានតែរូបឡានខាតបង់ពេលវេលាខាតបង់ទំនុកចិត្តខាតបង់លុយកាក់ឲ្យឈឺចាប់ខ្លាំងដែរទៀតបាទអូខេអរគុណច្រើនឃើញថាសម្រាប់សប្តាហ៍នេះបាទជាមួយនឹងវត្តមានរបស់បាទ admin SK ដែលបានចូលរួមនៅក្នុងវីដេអូ podcast សម្រាប់កម្មវិធីជ្រុំមូលសង្គមរបស់យើងឃើញថាបានឆ្លើយតបមកធ្វើឲ្យខ្ញុំខ្លួនឯងទោះបីតែខ្ញុំនៅក្នុងវិស័យនឹងខ្លះដែរក៏មានអារម្មណ៍ថារៀងភ្លឺដែរបាទហើយសង្ឃឹមថាសម្រាប់បងប្អូនដែលគាត់ជាប្រិមិត្តដែលបានទស្សនានៅវីដេអូមួយនេះនឹងទទួលបានជាមួយនឹងបទពិសោធន៍ថ្មីបាទសម្រាប់យកទៅប្រើប្រាស់នៅពេលក្រោយទៀតព្រោះមិនប្រកាសថាយើងប្រើតែពេលនេះទេបាទនៅពេលដែលយើងមានវានៅក្នុងខ្លួនហើយថ្ងៃក្រោយយើងចង់ទិញជាអីផ្សេងក្រោយយើងយកអាមូលដ្ឋានគ្រឹះយកទៅពិចារណាច្បាស់ណាមិនងាយនៅក្នុងការបញ្ចេញបោកគេទេហើយមួយទៀតខ្ញុំចង់បន្ថែមតិចបងប្អូនដែលគាត់ចង់ទិញជាមួយនឹងរបស់របរផ្សេងសុំឲ្យធ្វើការប្រមូលព័ត៌មានបានច្រើនបាទតាគុំគ្រាន់តែលឺគេនិយាយបាទអូល្អអញលឺគេអញធំកំបោះហើយនៅពេលដែលគាត់លឺតែគេតែប៉ុណ្្នឹងគាត់ឃើញតែចំណុចវិជ្ជមានហ្នឹងហើយគឺគាត់ទៅទាំងមិនមានព័ត៌មានមិនមានប្រភពច្បាស់លាស់អញ្ចឹងច្បាស់ណាស់ហានិភ័យគឺប្រកាសជាមានហើយបាទទោះបីថាបងប្អូនមានលុយរាប់ម៉ឺនប៉ុណ្ណាក៏ដោយហើយជាពិសេសមានតែគាត់មានលុយល្មមសម្រាប់ទិញរបស់ហ្នឹងណាស្រាប់ថាចាយទៅហើយទិញអត់បានច្បាស់ណាស់គឺអារម្មណ៍សោកស្ដាយខ្លាំងមែនទេអត់សប្បាយចិត្តទេបាទអរគុណច្រើនសម្រាប់វត្តមានរបស់បាទ admin SK ដែលបានចូលរួមនៅក្នុងកម្មវិធីរបស់យើងសម្រាប់សប្តាហ៍នេះនៅក្នុងការបកស្រាយជាមួយនឹងវត្តចម្ងល់របស់ប្រិមិត្តរបស់យើងហើយសង្ឃឹមថាសម្រាប់បាទបងប្អូនដែលគាត់ជាប្រិមិត្តដែលបានទស្សនានៅវីដេអូមួយនេះមានចម្ងល់អីបន្ថែមទៀតចង់ឲ្យបាទ admin SK របស់យើងបាទធ្វើការបកស្រាយបងប្អូនអាចចូលរួមនៅក្នុងការ comment នៅខាងក្រោមវីដេអូរបស់យើងបានសប្តាហ៍ក្រោយយើងនឹងជួបគ្នាបន្តទៀតជាមួយនឹងការលើកយកនៅcomment ឬក៏ចម្ងល់ផ្សេងៗ
របស់បាទប្រិយមិត្តទាំងអស់គ្នាអញ្ចឹងអរគុណបន្តទៀតទៅដល់បានចូលរួមជាមួយនឹងកម្មវិធីរបស់យើងគ្រប់ការអញ្ជើញឲ្យតែបើមានការអញ្ជើញចូលរួមគឺគាត់តែផ្ដល់ពេលវេលាដ៏មានតម្លៃនៅក្នុងការមកចូលរួមតែម្ដងហើយសប្តាហ៍ក្រោយបើសិនជាអញ្ជើញមកទៀតមកទៀតបាទអរគុណតែសប្តាហ៍ក្រោយរពលទៅក្រៅបាទអាចថារំលងមួយសប្តាហ៍ទៀតបាទរំលងមួយសប្តាហ៍ទៀតអូខេអត់អីទេខ្ញុំនឹងសន្សំអានេះណែចម្ងល់របស់ប្រិយមិត្តសិនហើយនៅពេលដែលបងជើងត្រឡប់មកវិញរួចពីតរៈខ្ញុំនឹងសរុបបងឲ្យណានៃម្ដងអូខេអរគុណច្រើនចឹងសម្រាប់គណៈពេលនេះខ្ញុំមកជាមួយនឹងបាទវត្តមានរបស់បាទ admin SK បាទក៏សូមអរគុណទៅដល់បាទប្រិយមិត្តទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការចូលរួមទស្សនាជាមួយនឹងវីដេអូ podcast របស់យើងសម្រាប់គណៈពេលនេះខ្ញុំមកជាមួយនឹងបាទ admin SK ក៏សូមអរគុណសូមគោរពលា